សួស្តីមិត្តភក្តិបងប្អូនទាំងគ្នាចាខ្ញុំសូមជម្រាបសួរពីរាល់ថ្ងៃនេះខ្ញុំចង់បកស្រាយថាតើយើងគួរធ្វើយ៉ាងណាពេលដែលគាត់ឲ្យគំតិចយើងឬក៏ជាកម្មសកួររបស់គាត់យើងជាមនុស្សម្នាក់មិនសារៈសំខាន់នៅក្នុងជីវិតគាត់ទេតែគាត់ប្រើប្រាស់យើងរហូតទ្រាំគាត់ជួបអ្នកណាដែលគាត់ពេញចិត្តខ្លាំងតែនៅក្នុងកំឡុងហ្នឹងគាត់មិនដែលយកយើងជាសង្សារជាមិត្តស្រីជាអីទាំងអស់គឺយើងជាកម្មសកួរឬក៏គាត់ប្រើប្រាស់យើងមិនច្បាស់លាស់អ្វីដែលគាត់ឲ្យយើងតែខ្ញុំចង់និយាយចាក៏យកយើងទៅមួយកម្រិតទៀតតើយើងគួរធ្វើយ៉ាងម៉េចពេលមនុស្សស្រីឈរនៅក្នុងចំណុចនេះមុននឹងបកស្រាយខ្ញុំចង់ឲ្យបងប្អូននារីយល់នៅក្នុងចំណុចនេះឲ្យច្បាស់លាស់ប្រុសទូទៅគាត់ត្រូវការពេលវេលាផ្ទាល់ខ្លួនគាត់ទៅស្ងៀមស្ងាត់ដូចខ្ញុំធ្លាប់ចេញវីដេអូ3ហេតុផលដែលមនុស្សប្រុសគាត់ទៅស្ងៀមស្ងាត់ជួនកាលគាត់និយាយជាមួយយើងច្រើនពេកយល់ផ្ញើសារច្រើននិយាយច្រើនឬអីមួយក៏ត្រូវការពេលវេលាคลิกឆ្ងាយពីយើងដូចគ្នាក៏ត្រូវឆាតថ្មគាត់វិញបើបងប្អូនណាមិនទាន់មើលវីដេអូល្អចំពោះបងប្អូនហើយមួយទៀតគាត់ទៅស្ងៀមស្ងាត់នោះពីព្រោះគាត់ត្រូវការដោះស្រាយបញ្ហាឧបមាតែគាត់ជួបបញ្ហាក្រុមគ្រួសារស្លាប់អីយ៉ាងឬក៏ប្រការណាមួយគាត់ត្រូវទៅស្ងៀមស្ងាត់នឹងធម្មតាទេលក្ខណៈមនុស្សប្រុសមួយវាខុសៗគ្នាអញ្ចឹងយើងរៀនសង្កេតពីដៃគូរបស់យើងហេតុផលគាត់ទៅស្ងៀមស្ងាត់អត់អើពើយើងបន្តតើយើងនឹងមិនមែនបានន័យថាគាត់ឲ្យគំតិចយើងទេបងប្អូនយល់ច្បាស់ក្នុងជីវិតគូនឹងមិនបានន័យថាគាត់ឲ្យគំតិចយើងទេហើយនៅក្នុងកម្រងនេះចការយើងខកគាត់ក៏បានលើកទូរស័ព្ទនេះនឹងពីព្រោះគាត់ចង់នៅតែឯងមិនបានន័យថាគាត់ទុកយើងកង់សកួរឬគំតិចអីទេគឺគាត់ត្រូវការពេលវេលាផ្ទាល់ខ្លួនរបស់គាត់ដោះស្រាយបញ្ហារបស់គាត់ចាបើបងប្អូនដូចថាមិនឲ្យពេលវេលាគាត់ចេះតែទៀមទានិយាយមួយគាត់សួរងាប់ដកដានអស់ហ្នឹងចានឹងមិនមែនជាបញ្ហារបស់គាត់ទេគឺជាបញ្ហារបស់យើងពីព្រោះគ្មានអ្នកណាឲ្យចំណាប់អារម្មណ៍យើង24/7 24ម៉ោង7ថ្ងៃមួយទៅទេយើងត្រូវរៀនធ្វើខ្លួនឯងសុខចិត្តចាអញ្ចឹងក្នុងជីវិតគូមានសារៈសំខាន់ណាស់នៅក្នុងចំណុចនេះយើងត្រូវរៀនស្គាល់លក្ខណៈដៃគូរបស់យើងពេលយើងនៅជាមួយគាត់លោកអឺនផ្អែមរហែមអស់ហ្នឹងគាត់ត្រូវស្ងៀមស្ងាត់យើងឲ្យពេលវេលាគាត់ទៅមិនមែនឃើញគាត់ស្ងៀមស្ងាត់ជាងសន្មត់ថាអូបែរជាគាត់មានស្រីថ្មីជាមួយរោរឿងគាត់ដកដានគាត់ណូចាយើងត្រូវរៀនស្គាល់លក្ខណៈរបស់មនុស្សប្រុសបើបងប្អូនចង់ឲ្យតំណនោះវាល្អទៅមុខថែមទៀតចានេះវាមានសារៈសំខាន់ដូចខ្ញុំនិយាយនឹងមិនបានន័យថាគាត់ឲ្យកំតិចយ៉ាងទេការឲ្យកំតិចដូចខ្ញុំនឹងលើកទៅខាងក្រោមនេះជូនបងប្អូនទាំងគ្នាចាចំណុចទី1យើងធ្វើដាក់គាត់ដូចគាត់ធ្វើដាក់យើងខ្ញុំចង់បានន័យថាយ៉ាងម៉េចអ្វីដែលខ្ញុំចង់និយាយនៅក្នុងចំណុចនេះខ្ញុំឃើញបងប្អូននារីជាច្រើនឈរនៅក្នុងចំណុចនេះពីព្រោះអ្វីដែលគាត់ផ្ដល់ឲ្យយើងគឺជាកំតិចมันល្អគ្រប់គ្រាន់ឥឡូវខ្ញុំលើកឧទាហរណ៍ដូចជាគាត់អត់ទៅយកចិត្តទុកដាក់លើរូបយើងគាត់បោះកំតិចឲ្យយើងមិនស័ក្តិសមនោះគឺដូចថាគាត់ឈប់ប្រមាញ់យើងឈប់ដេញតាមយើងឈប់យកចិត្តទុកដាក់យើងឈប់ខ្វាយខ្វល់យើងឈប់អីទាំងអស់ you know គាត់អត់ទៅល្វីរហូតនឹងយើងបើនិយាយទៅនៅក្នុងចំណុចនេះជួនកាលគាត់ធ្វើអញ្ចឹងគឺគាត់ចង់ឲ្យយើងប្រមាញ់គាត់ដេញតាមគាត់បើមនុស្សប្រុសនឹងគាត់អត់មានទំនុកចិត្តជឿជាក់លើខ្លួនឯងគាត់ insecure មែនគាត់ត្រូវការឲ្យមនុស្សស្រីប្រមាញ់គាត់ដេញតាមគាត់សួរនាំគាត់ច្រើនចេះជាមួយពីព្រោះដើម្បីគាត់មានអារម្មណ៍ល្អ ego stroke បងប្អូនយល់និយាយដូចខ្ញុំនិយាយកន្លងមកអញ្ចឹងចាជួនកាលនៅក្នុងករណីខ្លះពេលដែលយើងហាត់រៀនប្រើលក្ខណៈវិធីមានតម្លៃមកកាន់ខ្លួនឯងថ្មីភ្លាមហ្នឹងគាត់ឆ្ងល់ថាមិនក៏យើងផ្លាស់ប្ដូរគាត់ទទួលយកបានណាយល់បើបងប្អូននៅក្នុងចំណុចហ្នឹងករណីហ្នឹងចាបងប្អូនត្រូវធ្វើដោយគាត់ធ្វើដាក់រូបយើងអញ្ចឹងចាបើសិនជានឹងជាករណីដែលគាត់អត់សូវយកចិត្តដាក់យើងថែសារយើងល្អដាក់យើងជួនកាលមកពីដូចខ្ញុំនិយាយអញ្ចឹងមកពីយើងផ្លាស់ប្ដូរយើងចាប់ដើមស្គាល់តម្លៃខ្លួនឯងគ្រប់ផ្នែកតម្លៃខ្លួនឯងក៏ចាប់ដើមមិនខ្វល់យើងមកយកចិត្តដាក់យើងអញ្ចឹងវិធីដែលល្អនៅក្នុងចំណុចហ្នឹងធ្វើដោយគាត់ធ្វើដាក់រូបយើងអញ្ចឹងពេលយើងប្រើលក្ខណៈវិធីមានតម្លៃយើងឈរនៅក្នុងតម្លៃរបស់យើងអញ្ចឹងកុំបញ្ចុះតម្លៃយើងតទៀតពេលដែលគាត់ឃើញយើងអត់ព្រមដូចថាឈប់ធ្វើលក្ខណៈអាដរមែនដោយលក្ខណៈទុកគាត់មុនតទៀតទុកលីនីរីដែលដូចថាអត់គ្រប់ខ្លួនឯងអស់ហ្នឹងពេលយើងផ្លាស់ប្ដូរហ្នឹងទៅហើយយើងឈរនៅតម្លៃរបស់យើងគាត់គ្មានជំរឿនអីក្រៅពីគ្រប់យើងឲ្យតម្លៃយើងពីព្រោះយើងឈរនៅលើចំហខ្លួនឯងពេលហ្នឹងគាត់នឹងយល់ថាគាត់មិនអាចធ្វើដាក់យើងដូចនារីអត់ស្គាល់តម្លៃខ្លួនឯងដូចពីមុនបានតទៀតទេពេលដែលយើងឈរនៅក្នុងចំហហ្នឹង
ចាដំឡៃយើងនៅក្នុងខ្សែភ្នែកគាត់កើនឡើងហើយគាត់យើងមានភាពតាក់ទាញទៅកាន់គាត់តទៀតចាភាពតាក់ទាញយើង very អាត្រកទៅចំពោះមនុស្សប្រុសពេលដែលយើងឈរនៅក្នុងចំណុចហ្នឹងពេលហ្នឹងគាត់នឹងចាប់ដើមប្រមាញ់យើងព្រស៊ូយើងដេញតាមយើងយកចិត្តទុកដាក់យើងឡើងវិញអ្នកបានគឺរូបយើងចំណុចទី2ចំណាប់អារម្មណ៍របស់គាត់ធ្លាក់ចុះពេលដែលយើងឈរនៅក្នុងចំណុចហ្នឹងយើងត្រូវកត់សម្គាល់នៅក្នុងចំណុចនេះឲ្យច្បាស់លាស់ពេលដែលគាត់ឲ្យកំតិចយើងអ្វីដែលមិនល្អមកកាន់លើរូបយើងហើយយើងរៀនសង្កេតមើលយឺតថាគាត់នឹងចាប់អារម្មណ៍យើងស្គាល់យើងមុនដំបូងហ្នឹងគឺគាត់ចង់ចាប់អារម្មណ៍យើងមែនទេឬក៏យកយើងមកលេងសើចជួនកាលចេតនាមនុស្សប្រុសស្គាល់យើងមុនដំបូងចេតនាគាត់ពិតប្រាកដគឺយកយើងលេងសើចបាត់ទៅហើយគាត់គ្មានចេតនាចង់យកយើងជាប្រពន្ធជាគូទៅដឹងឬក៏ជាក់លាក់មែនទេគាត់គ្រាន់តែចង់យកមកលេងសើចប៉ុណ្ណឹងអញ្ចឹងយើងរៀនសង្កេតមើលយឺតមែនទេបងប្អូននារីត្រូវកត់សម្គាល់ថាបើចង់ដឹងចម្លើយពីមនុស្សប្រុសគឺការដែលយើងសង្កេតយឺតមើលទៅលើទង្វើគាត់បង្ហាញអាទង្វើនឹងបង្ហាញមកចម្លើយនឹងច្បាស់លាស់មែនតែមនុស្សស្រីភាគច្រើនយើងអត់ព្រមមើលទៅលើអាទង្វើគាត់បង្ហាញយើងlạiជឿទៅលើសម្ដីប្រូរបស់គាត់កុំការណែនាំរបស់ខ្ញុំមើលទៅលើទង្វើគាត់បង្ហាញឲ្យយើងឃើញពេលដែលយើងមើលទៅលើទង្វើរបស់គាត់យើងដឹងថាគាត់ឲ្យកំតិចយើងឬក៏គាត់ឲ្យល្អមកលើរូបយើងការដែលគាត់ឲ្យកំតិចយើងឧបមាថាយើងទៅផ្ញើសារទៅគាត់ជិះនិយាយច្រើនចេះជាមួយទៅកាន់គាត់សុកទុកស៊ូគាត់មកចលៀបនេះគាត់ឆ្លើយមកយើងវិញមកពាក្យប៉ៅហ្នឹងគឺជាសញ្ញាចំណាប់អារម្មណ៍គាត់ធ្លាក់ចុះហើយគាត់អត់សូវពេញចិត្តយើងគាត់ឲ្យកំតិចមកលើរូបយើងបងប្អូនយល់និយាយពេលបងប្អូនឈរនៅក្នុងចំណុចហ្នឹងខ្ញុំឃើញបងប្អូននារីជាច្រើនគឺយើងខឹងទៅកាន់គាត់យើងប្រើលក្ខណៈអន់សម្ពន្ធចិត្តទៅលើទង្វើរបស់គាត់បង្ហាញមកលើរូបយើងតែយើងខំចំណាយពេលទៅសេយ៉ាងច្រើនទៅកាន់គាត់បាយអ្វីយើងបានគឺបពាក្យឆ្លើយតបវិញចាខ្ញុំយល់អារម្មណ៍ហ្នឹងថ្ងៃនេះខ្ញុំចង់ប្រាប់បងប្អូននារីថាបើបងប្អូនឈរនៅក្នុងចំណុចហ្នឹងជិះជាងយើងប្រើអារម្មណ៍ខឹងសម្បាទៅគាត់ជាមួយចាគឺយើងដោតមកលើខ្លួនឯងឈប់អើពើឈប់ដូចថាឲ្យចំណាប់អារម្មណ៍ទៅលើគាត់តទៀតការដែលយើងផ្ទុះខឹងអស់ហ្នឹងគឺយើងឲ្យចំណាប់អារម្មណ៍ទៅគាត់គុំឲ្យចំណាប់អារម្មណ៍គាត់តទៅទៀតពេលដែលគាត់ធ្វើទង្វើបោះកំតិចមកឲ្យយើងមកលើរូបយើងដូចខ្ញុំថាបោះគប់ឆ្អឹងឆ្កែឲ្យយើងអញ្ចឹងយើងគុំទៅយកឆ្អឹងមកគៀមអញ្ចឹងអ្វីក៏ដោយដែលកំតិចវាមិនល្អគ្រប់គ្រាន់ចំពោះយើងត្រូវជានារីម្នាក់ស្គាល់តម្លៃខ្លួនឯងគ្រប់គ្រាន់នៅក្នុងករណីហ្នឹងគឺយើងអត់យកកំតិចមកដាក់ក្នុងខ្លួនយើងឯងពេលណាដែលគាត់បោះកំតិចមកឲ្យបងប្អូននារីខ្ញុំចង់ឲ្យបងប្អូននារីឈប់ទៅរំខានគាត់តទៅទៀតទៅហើយឈប់ act out ធ្វើដូចខឹងសម្បាគាត់ហើយទៅនិយាយចរចាគាត់ហើយបងអញធ្វើដាក់ខ្ញុំអញ្ចឹងជាមួយ is no need to ព្យាយាមឲ្យគាត់ឲ្យចំណាប់អារម្មណ៍លើរូបយើងវាអត់បានផលទេវិធីដែលបានផលគឺផ្ដោតមកលើខ្លួនឯងចាក្នុងកំណងនោះគឺយើងធ្វើបានល្អបំផុតផ្ដោតមកលើខ្លួនឯងឈប់ផ្ដោតទៅលើគាត់តទៀតឈប់ផ្ញើសារទៅគាត់ដូចខ្ញុំលើកឧទាហរណ៍ខាងលើថាផ្ញើឡើងវិញឈប់ធ្វើតទៀតពេលហ្នឹងបងប្អូននឹងយ៉ាងម៉េចទេគាត់ប្រកាសឆ្ងល់ថាពីដើមចេះផ្ញើសារទៅគាត់ឡើងវិញចុះឥឡូវឈប់ផ្ញើអញ្ចឹងគាត់ឆ្ងល់ហេតុអីបានយើងឈប់ផ្ញើសារគាត់យើងចូលទៅក្នុងផ្នត់កំណត់គាត់ពេលដែលយើងឈប់គាត់នឹងចាប់ដើមប្រមាណយើងម្ដងគាត់នឹងចង់ដឹងជាងថាចុះមិនគឺយើងឈប់អញ្ចឹងគាត់ចាប់ដើមប្រមាណយើងមកយើងវិញចាអ្នកបានគឺរូបយើងក្នុងវិធីហ្នឹងជាវិធីល្អបំផុតសម្រាប់ខ្លួនយើងចំណុចទី3តែបងប្អូននារីគូគាត់សម្គាល់នោះជាអ្វីគឺគាត់ជួបយើងមុខទល់មុខគាត់ចង់ជួបយើងផ្ទាល់និយាយគ្នាផ្ទាល់យកចិត្តទុកដាក់យើងថែអាសាយើងពេលជួបគាត់ល្អឥតខ្ចោះជាមនុស្សប្រុសម្នាក់ផ្អែមល្ហែមយកចិត្តទុកដាក់មែនទែនតែល្អតែពេលជួបយើងហ្នឹងឯងក្រោយពីជួបយើងហើយគឺបាត់សូនឈឹងយើងរកកន្លែងអត់ជួបគាត់ឃើញសោះគាត់បាត់ទៅបណ្ដោយមិនដឹងថាទៅណាមកណាយើងដឹងសោះគាត់តែ text យើងគាត់តែ call យើងគាត់តែអីទាំងអស់ហ្នឹងគឺជាសញ្ញាដែលគាត់ឲ្យកំតិចយើងគាត់បោះឆ្អឹងគប់ឆ្អឹងឲ្យយើងថាយើងប្រងគៀមឆ្អឹងគាត់អស់ចាអញ្ចឹងបងប្អូននារីគូគាត់សម្គាល់បងប្អូនចូលនៅក្នុងចំណុចហ្នឹងចាករណីលើកលែងឧបមាថាយើងជួបមនុស្សប្រុសដែលគាត់មានគុណសម្បត្តិតម្លៃខ្ពស់គឺគាត់តាក់ទងយើង between គាត់ផ្ញើសារមកយើងម្ដងដូចថាមួយថ្ងៃយើងម្ដងពីរដង3ដងចឹងទៅហ៊ានម្ដងចេះម្ដងចុះទៅមិនបាត់សូនឆឹងចឹងឯងទោះគាត់រវល់ការងារក៏ដោយថាក៏គាត់ឆ្លៀតខផ្ញើសាររឿងតិចតួចមកលើរូបយើងគាត់ឲ្យផ្ដោតទៅលើក្តីសម័យកូនដៅគាត់នឹងអត់បញ្ហាពីព្រោះយើងមិនអាចរំពឹងមនុស្សម្នាក់ឲ្យផ្ដោតចំណាប់អារម្មណ៍យើង24ម៉ោង7ថ្ងៃមកទៅបានទេយើងត្រូវមានជីវិតផ្ទាល់ខ្លួនយើងដូចគ្នាអញ្ចឹងចំពោះគាត់រំពឹងឲ្យយើងមានជីវិតល្អ
โดยគាត់ផ្ដោតទៅលើក្តីសម័យកោដៅយើងដូចគ្នាបើយើងជួបមនុស្សប្រុសដែរគុណសម្បត្តិតម្លៃគាត់ផ្ដោតទៅលើក្តីសម័យកោដៅគាត់សើមានពេលវេលាឲ្យយើងតែគាត់មិនបាត់សូន្យឆឹងអញ្ចឹងគាត់មានម្ដងចេះម្ដងចុះបងប្អូនខ្ញុំនិយាយម្ដងផ្ញើសារយើងនេះម្ដងហៀនៅកំឡុងនឹងមិនស្ងាត់ជ្រាបដូចមនុស្សប្រុសដែរឲ្យកំតិចយើងទេអញ្ចឹងចែកដាច់ចាហើយពេលហ្នឹងយើងផ្ដោតទៅលើក្តីសម័យកោដៅយើងដូចគ្នាចាអញ្ចឹងជីវិតគូបងប្អូនក៏ល្អទៅតាមហ្នឹងគូកាត់សម្គាល់ចាចំណុចទី4ពេលដែលគាត់ផ្ញើសារមកយើងដូចថាមិនវែងខ្លីហើយមួយថ្ងៃនេះ2 3ដងមិនដូចថារៀងដូចថាស្ងួតមិនដូចថាមិនល្អផ្អែមល្ហែមឯណានៅក្នុងចំណុចនេះខ្ញុំឃើញបងប្អូននារីច្រើនគិតថានឹងគឺការដែលគាត់ឲ្យកំតិចមកលើរូបយើងនោះមិនមែនជាការប៉ັດទេខ្ញុំមិនយល់ស្របនៅក្នុងចំណុចនេះហេតុអីបានជាខ្ញុំមិនយល់ស្របនៅក្នុងចំណុចនេះពីព្រោះការណាដែលមនុស្សប្រុសគាត់ផ្ញើសារមកយើងខ្លីមិនបានន័យថាគាត់អត់ខ្វល់អត់គិតដល់យើងនោះទេជួនកាល you know គាត់រវល់រឿងការងាររស់ស៊ីរបស់គាត់ជាមួយនេះដូចខ្ញុំនិយាយខាងលើអញ្ចឹងឲ្យយើងត្រូវការឲ្យគាត់ផ្ដល់ចំណាប់អារម្មណ៍ consistent 24/7 និយាយមួយគាត់ឲ្យបានច្រើនក្នុងមួយថ្ងៃវល់ល្ងាចផ្ញើទៅផ្ញើមករហូតហ្នឹងវា too much you know បើសិនជាគាត់ផ្ញើសារយើង2 3ដងក្នុងហ្នឹងវាល្អគ្រប់គ្រាន់ហើយក្នុងមួយថ្ងៃហ្នឹងខ្លីតែម្ដង2 3ដងវាល្អគ្រប់គ្រាន់ហើយមិនបាច់ចាំបាច់ចាំបានវែងហើយនិយាយឲ្យបានមួយគាត់ផ្ញើសារបានយូរនោះហ្នឹងវាយើងធ្វើលក្ខណៈអាកប្បកិរិយានេះទៅកាន់គាត់ហើយកាលយើងធ្វើលក្ខណៈអាកប្បកិរិយាអញ្ចឹងវាដូច open book ដូចបើកសភៅទាំងយើងប្រាប់អស់លីងចែករំលែកអស់នេះការណាចែករំលែកអស់ហ្នឹងជិះទៅជាគាត់ធុញយើងវិញព្រោះវាមានអីដែលចាប់ដឹងតទៀតយើងចែករំលែកអស់លីងមួយថ្ងៃវល់ល្ងាចដូចខ្ញុំនិយាយឡងប៉ុណ្ណោះអញ្ចឹងនឹងមិនបានន័យថាគាត់ឲ្យកំតិចមកលើរូបយើងទេចុះអ្វីទៅដែលការឲ្យកំតិចនៅក្នុងចំណុចនេះគឺឧបមាថាមួយទឹកពីទឹកទៅយើងគឺគាត់ផ្ញើសារមកយើងបន្តិចទៅ you know ហើយឬក៏ទៅ like Facebook យើងឬក៏រូបភាពយើងបន្តិចទៅហ្នឹងគឺការគាត់បោះកំតិចមកលើរូបយើងពីព្រោះគាត់ចង់ថាយើងស៊ីកំតិចគាត់ហើយរត់តាមគាត់ប្រមាញ់គាត់ដេញតាមគាត់អត់បើនារីអត់ស្គាល់តម្លៃខ្លួនឯងឃើញគាត់ឲ្យកំតិចអញ្ចឹងយើងចាប់ផ្ដើមទៅរត់តាមគាត់ដេញតាមគាត់ស្អកហើយឃើញយើងអរឃើញឬប្រុស like បេះដូងយើងឬក៏សេហាយមកយើងបន្តិចតួចហ្នឹងកំតិចហ្នឹងបាត់មួយរយៈទៅគាត់ផ្ញើសារទៅយើងគិតថាហ្នឹងយើងចាប់ផ្ដើមប្រមាញ់គាត់យើងគិតថាអូហ្នឹងគឺកំតិចតែបងប្អូននារីគូគាត់សម្គាល់ចាក៏សូមអរគុណបងប្អូនទាំងគ្នាតាមវីដេអូនេះខ្ញុំសូមជម្រាបលាស្រឡាញ់រកអានពីខ្ញុំពីទីនេះសុខសប្បាយដល់គ្នា